សង់វានមន្ជលខ្នាតយក្សនៅឃុំទន្លេបិទបើកលេងយ៉ាងអនាធិបតេយ្យគណៈសមត្ថកិច្ចមូលដ្ឋានរងការចោទប្រកាន់ថាអត់ឆន្ទៈបង្ក្រាបខេត្តត្បូងឃ្មុំទីតាំងល្បែងស៊ីសងខុសច្បាប់ប្រភេទមន្ជលអាប៉ោងនិងភ្នាល់កាតកូនសត្វកំពុងបើកលេងយ៉ាងរលូននៅតំបន់ចំការកៅស៊ូស្ថិតក្នុងភូមិជ្រោយអំពិលឃុំទន្លេបិទស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំដោយមិនឃើញមានការចុះបង្ក្រាបពីសមត្ថកិច្ចមូលដ្ឋានឡើយបង្កឲ្យប្រជាពលរដ្ឋដាក់ការសង្ស័យថាអាចមានការត្រូវរើឬខ្វះឆន្ទៈក្នុងការអនុវត្តច្បាប់ប្រជាពលរដ្ឋបានលើកឡើងថាបនល្បែងខាងលើបានប្រែក្លាយតំបន់ស្ងប់ស្ងាត់ក្នុងចំការកៅស៊ូទៅជាកន្លែងប្រមូលផ្ដុំអ្នកញៀនល្បែងរាប់រយនាក់ជិះម៉ូតូនិងរថយន្តចូលលេងយ៉ាងកក្រឹកកក្រែងស្រែកហ៊ោកញ្ជ្រៀវលាន់រំពងបង្កភាពអសន្តិសុខនិងធ្វើឲ្យអ្នករស់នៅក្បែរនោះរស់ក្នុងភាពភ័យខ្លាចជាពិសេសស្ត្រីជាប្រពន្ធរបស់អ្នកញៀនល្បែងជាច្រើនបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងព្រោះប្តីរបស់ពួកគាត់ចំណាយពេលនិងលុយកាក់ទៅលេងល្បែងស៊ីសងរហូតបង្កជាជម្លោះក្នុងគ្រួសារអំពើហិង្សានិងបំណុលវណ្ឌកគ្រួសារខ្លះត្រូវលក់ដីលក់ទ្រព្យសម្បត្តិគណៈខ្លះទៀតឈានដល់ការបែកបាក់គ្រួសារដោយសារតែឥទ្ធិពលល្បែងស៊ីសងទាំងនេះតាមប្រភពព័ត៌មានបានឲ្យដឹងថាសង្វៀនមន្ជលមួយនេះមិនមែនជាល្បែងតូចតាចនោះទេប៉ុន្តែមានទំហំធំដូចកាស៊ីណូក្រៅច្បាប់ក្នុងការប្រកួតមន់មួយគូមានការភ្នាល់លុយចាប់ពី30លានទៅ40លានរៀលខណៈអាប៉ោងមួយក្រឡាអាចដាក់ភ្នាល់ចាប់ពី5លានទៅ6លានរៀលចំណែកល្បែងភ្នាល់កាតកូនសត្វវិញត្រូវបានអះអាងថាមានលុយហូរចូលខ្ទង់60ទៅ70លានរៀលក្នុងមួយថ្ងៃអ្វីដែលធ្វើឲ្យមហាជនកាន់តែដាក់មន្ទិលនោះគឺទីតាំងល្បែងនេះអាចបើកលេងបានយ៉ាងរលូនជាយូរមកហើយទោះមានមនុស្សចេញចូលច្រើននិងផ្អើលពេញមូលដ្ឋានក៏ដោយប៉ុន្តែមិនឃើញមានវិធានការបង្ក្រាបពីអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធឡើយប្រជាពលរដ្ឋសង្ស័យថាអាចមានអ្នកនៅពីក្រោយខ្នងឬមានការបិទភ្នែកមិនអនុវត្តច្បាប់ពីសំណាក់មន្ត្រីមូលដ្ឋានប្រភពដដែលបានបន្តថាម្ចាស់បនល្បែងមានវិធីគេចវេះយ៉ាងប្រុងប្រយ័ត្នដោយផ្លាស់ប្ដូរទីតាំងជារៀងរាល់សប្តាហ៍តាមការបញ្ជាពីមេខាងលើដើម្បីជៀសវាងការបង្ក្រាបទីតាំងដែលតែងប្រើសម្រាប់បើកល្បែងរួមមាន 1. ចំណុចចំការកៅស៊ូព្រំប្រទល់ឃុំប្រធាតស្រុកអូរាំងឪនិងអន្លង់ពងឃុំទន្លេបិទស្រុកត្បូងឃ្មុំ 2. ចំណុចចំការស្វាយចន្ទីជិតវត្តស្ទឹងអង្កាត់ហៅ27 3. ចំណុចចំការកៅស៊ូត្រពាំងក្រពើប្រជាពលរដ្ឋបានអំពាវនាវដល់អភិបាលខេត្តត្បូងឃ្មុំស្នងការនគរបាលខេត្តនិងអាជ្ញាធរពាក់ព័ន្ធមេត្តាចាត់វិធានការច្បាស់លាស់និងមានប្រសិទ្ធភាពចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងនេះឲ្យបានទាន់ពេលវេលាដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមនិងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន